នៅពេលដែលគេចាប់ប្រកាន់ថាប្រទេសកម្ពុជាគឺជាប្រទេសស្កែមដែលគ្មានសុវត្ថិភាពមាននារីម្នាក់ដែលជាជនជាតិសង្ហបុរីបានកិច្ចពីគ្រួសារធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្រោយពីបានដំណឹងពីការបាត់ខ្លួនរបស់នាងនគរបាលកម្ពុជាបានតាមស្វែងរកត្រឹមរយៈពេលមួយដ៏ខ្លីពួកគាត់ក៏បានរកឃើញនាងស្ថិតនៅក្នុងខុនដូមួយកន្លែងយ៉ាងមានសុវត្ថិភាពប៉ុន្តែនៅក្នុងសប្តាហ៍ជាមួយគ្នាហ្នឹងនៅឯប្រទេសថៃឯនោះវិញយើងក៏បានឃើញព័ត៌មានមួយពីករណីជនជាតិរុស្ស៊ីពីរនាក់បងប្អូនត្រូវបានសម្លេះចោលនៅក្នុងព្រៃជាមួយនឹងការប្លន់យកម៉ូតូសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំវ៉ាន់ថ្ងៃនេះខ្ញុំមានករណី2យកមកសង្ខេបជូនអ្នកទាំងអស់គ្នាស្ដាប់សម្រាប់ករណីទី1គឺជាករណីបាត់ខ្លួនរបស់ជនជាតិសិង្ហបុរីម្នាក់ហើយក្រុមគ្រួសាររបស់នាងបានផុសផ្សព្វផ្សាយពីដំណឹងនេះបង្កជាភាពញាក់ផ្អើលនៅក្នុងបណ្ដាញសង្គមពេលនោះក៏មានកាសែតបរទេសជាច្រើនបានចុះផ្សាយប្រុងព្រាតនៅក្នុងខមមិនណាគេមានការប្រួយបារម្ភជាមួយនឹងនាងជាខ្លាំងព្រោះគោលដៅដែលឪពុករបស់នាងបានសង្កេតឃើញថានាងនឹងទៅគឺជាប្រទេសកម្ពុជាឪពុករបស់នាងបានបង្ហោះនៅក្នុងបណ្ដាញសង្គម Facebook របស់គាត់ថាកូនស្រីរបស់គាត់មានឈ្មោះថាអាសាអាយុ20ឆ្នាំនៅថ្ងៃទី28ខែកក្កដាឆ្នាំ2026ហ្នឹងនាងបានប្រាប់ម្ដាយរបស់នាងថានាងទៅរៀនហើយក៏អត់មានអ្នកគេចាប់អារម្មណ៍ដែរព្រោះនាងស្លៀកពាក់ធម្មតាអាវហ៊ូឌីជាមួយនឹងខោជង្វេងរហូតដល់ល្ងាចដល់ម៉ោងចេញពីរៀនប៉ុន្តែអាសាបានត្រឡប់មកវិញទេហើយពេលហ្នឹងហើយដែលឪពុកម្ដាយរបស់នាងមានការព្រួយបារម្ភជាមួយនឹងនាងជាខ្លាំងគ្រួសាររបស់នាងក៏ចាប់ផ្ដើមចេញទៅស្វែងរកនាងប៉ុន្តែរកអត់ឃើញទេហើយពួកគេក៏ត្រឡប់មកផ្ទះវិញពួកគេបានឆែកឆេរនៅក្នុងបន្ទប់របស់នាងប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេធ្លាក់ថ្នាំក្តុកហ្នឹងគឺប៉ាសពតបាត់អត់ឃើញប៉ាសពតទេហើយឪពុកម្ដាយរបស់នាងក៏កាត់ក្តីសង្ស័យថានាងអាចនឹងរត់ចេញពីផ្ទះអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតបណ្ដាញសង្គមរបស់នាងត្រូវបានលុបចោលទាំងអស់មាន Telegram WhatsApp ពីនឹងលុបចោលទាំងអស់ឪពុកម្ដាយរបស់នាងក៏បានទៅឆាយនៅក្នុងកុំព្យូទ័រផ្ទាល់ខ្លួនរបស់នាងពេលហ្នឹងគាត់ក៏បានឃើញអ្វីម្យ៉ាងនោះគឺសម្បត្តិយន្តហោះនាងបានទិញសម្បត្តិយន្តហោះមកកាន់ប្រទេសកម្ពុជាហើយបើសិនជាអ្វីដែលបានបញ្ជាក់នៅក្នុងសម្បត្តិហ្នឹងគឺស្មើនេះល្ងាចស្មើនេះនាងបានទៅដល់ប្រទេសកម្ពុជាបាត់ទៅហើយច្បាស់ដូចថ្ងៃថានាងពិតជារត់ចោលផ្ទះមែនឪពុកម្ដាយរបស់នាងក៏បានឆែកបន្តទៀតក៏ឃើញថានាងបានផ្ញើលុយជាច្រើនរយដុល្លារទៅកាន់ជនអំណាចមុខម្នាក់ប៉ុន្មានថ្ងៃមុននឹងនាងរត់ចេញពីផ្ទះអញ្ចឹងបានន័យថាអានេះគឺជាគម្រោងការរបស់នាងបងប្រុសរបស់នាងបាននិយាយថាជនអំណាចមុខម្នាក់ហ្នឹងអាចជាមិត្តដែលលេងហ្គេមជាមួយនឹងនាងពួកនាងធ្លាប់បាននិយាយប្រាប់គេថាម្នាក់ហ្នឹងលេងហ្គេមជាមួយគ្នាហ្នឹងបាន1ឆ្នាំជាងហើយឪពុករបស់នាងបានបញ្ជាក់ផងដែរថានេះគឺជាអាកប្បកិរិយាមិនប្រក្រតីពួកអីកូនស្រីគាត់អត់ដែរធ្វើអញ្ចឹងទេហើយក៏អត់មានដែររត់ចេញពីផ្ទះអីដែរម្យ៉ាងទៀតនាងមានទំនាក់ទំនងល្អជាមួយនឹងក្រុមគ្រួសារហើយក្នុងនាមជាឪពុកម្នាក់គាត់គ្មានអីក្រៅពីចង់ឲ្យកូនស្រីគាត់ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពទេបន្ទាប់ពីផុសអញ្ចឹងហើយក៏មានមនុស្សជាច្រើនចូលទៅខមមិនពួកគេបាននិយាយថាត្រូវតែប្រយ័ត្នខ្លួនពួកគេបារម្ភពីអាសាដោយសារតែទីតាំងដែលអាសាមកហ្នឹងគឺប្រទេសកម្ពុជាពួកគេនិយាយពីការបារម្ភពាក់ព័ន្ធជាមួយនឹង scam online នានាហើយនៅថ្ងៃទី31ខែកក្កដាហ្នឹងឪពុករបស់នាងហើយនិងបងប្រុសរបស់នាងក៏បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីដាក់ពាក្យបណ្ដឹងកំឡុងពេលហ្នឹងគឺផ្អើលខ្លាំងមែនទែនគេគ្រប់គ្នាបាន share ពីនាងនៅថ្ងៃទី1ខែសីហាថ្ងៃបន្ទាប់ពីចេញប្រកាសដារ៉ូហ្នឹងមន្ត្រីនគរបាលកម្ពុជាក៏បានរាយការណ៍ថាពួកគាត់បានរកឃើញនាងស្ថិតនៅក្នុងខុនដូមួយកន្លែងហើយនាងមានសុវត្ថិភាពអាសាក៏បានចេញវីដេអូមួយបញ្ជាក់ពីស្ថានភាពរបស់នាងដែរគឺនាងមិនមែនជាជនរងគ្រោះនៅក្នុងការចាប់ចម្រិតចាប់បង្ខំឬក៏ scam online អីទេនាងសម្រេចចិត្តធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក៏ព្រោះតែសម្ពាធគ្រួសារហើយមូលហេតុដែលនាងកាត់ផ្តាច់ទំនាក់ទំនងគ្រប់យ៉ាងមាន Telegram WhatsApp អីហ្នឹងក៏ព្រោះតែបើសិនជានាងអត់ធ្វើអញ្ចឹងទេនាងនឹងមិនមានឱកាសក្នុងការចេញពីផ្ទះហ្នឹងទេហើយអ្វីដែលគួរឲ្យរំជួលចិត្តមួយទៀតនាងបាននិយាយថានាងចង់គេចពីសម្ពាធហើយនាងចង់ចាប់ផ្ដើមជីវិតថ្មីមួយនៅក្នុងប្រទេសកម្ពុជាហ្នឹងដោយធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅស្រុកខ្មែរយ៉ាងណាមិញក្រោយពីរកឃើញនាងក្រុមគ្រួសាររបស់នាងក៏បានយកនាងត្រឡប់ទៅផ្ទះវិញនៅឯសិង្ហបុរីដោយសុវត្ថិភាពកំឡុងពេលជាមួយគ្នានោះថ្ងៃទី1សីហាដូចគ្នាជាមួយនឹងការរកឃើញអាសានៅឯប្រទេសថៃនៅវិញគេក៏បានរកឃើញសាកសពជនជាតិរុស្ស៊ី2នាក់ផងដែរខ្ញុំអានព័ត៌មាននេះហើយគឺខ្ញុំតក់ស្លុតខាងមែនទែនព្រោះសាកសព2នាក់ដែលរកឃើញហ្នឹងត្រូវជាបងប្អូននឹងគ្នាពួកគាត់ទាំងពីរគឺជាជនជាតិរុស្ស៊ីហើយស្នាក់នៅប្រទេសថៃ
រឿងក្តីនេះបានកើតឡើងនៅពេលដែលម្ដាយរបស់ជនជាតិរុស្ស៊ីពីរនាក់ហ្នឹងគាត់បានទៅដាក់ពាក្យបណ្ដឹងពីការបាត់ខ្លួនរបស់កូនគាត់មាន2នាក់ម្នាក់មានឈ្មោះថាដៃអាណាអាយុ22ឆ្នាំភេទស្រីហើយម្នាក់ទៀតមានឈ្មោះថារ៉ូម៉ាន់អាយុ17ឆ្នាំត្រូវជាប្អូនប្រុសរបស់ដៃអាណាពួកគេទាំងពីរបានជិះម៉ូតូមួយគ្រឿងដប់គ្នាទៅទិញអីវ៉ាន់បន្ទាប់ពីនឹងមកគឺបាត់ខ្លួនបណ្ដោយសមត្ថកិច្ចថៃក៏បានធ្វើការស៊ើបអង្កេតហើយមេភូមិមេឃុំក៏បានជួយគ្នាដារោជនដែលបាត់ខ្លួននឹងនៅទីបំផុតពួកគេក៏បានប្រទះឃើញបំណែកម៉ូតូដែលគេសង្ស័យថាអានឹងគឺជាម៉ូតូរបស់ពីរអ្នកបងប្អូននឹងរហូតទៅដល់ការឃាត់ខ្លួនជនជាតិថៃ2នាក់ម្នាក់មានឈ្មោះថាប៉ង់ម្នាក់ទៀតមានឈ្មោះថាថុងពួកគេទាំងពីរនាក់ខំកាច់ខ្លួនប៉ុន្តែសមត្ថកិច្ចចាប់បាននៅក្នុងព្រៃហើយពួកគេក៏បានសារភាពថាពួកគេពិតជាបានសម្លាប់ជនជាតិរុស្ស៊ីពីរអ្នកបងប្អូននឹងពិតមែនមូលហេតុដែលសម្លាប់នឹងដំបូងឡើយគឺចង់ប្លន់យកម៉ូតូព្រោះម៉ូតូដែលពីរអ្នកបងប្អូននឹងជិះហ្នឹងណាគឺ ADV 150បើសិនជាយើងនិយាយពីតម្លៃវិញគឺវាថ្លៃប៉ូលីសក៏បានសួរថាបើសិនជាប្លន់ម៉ូតូចាំបាច់សម្លាប់ជនរងគ្រោះទៅអីជនល្មើសក៏បានឆ្លើយតបថាដំបូងឡើយចង់ប្លន់តែម៉ូតូឯងប៉ុន្តែក្រោយមកជនរងគ្រោះទាំងពីរនាក់ហ្នឹងតដៃដល់ពេលតដៃក៏ចាប់ផ្ដើមវាយហើយកំឡុងពេលហ្នឹងប៉ង់ហ្នឹងបានវាយទៅលើបងស្រីសិនពេលវាយហ្នឹងក៏នឹកឃើញថាអញ្ចេះថាប្រហែលជាអាចមានរបស់មានតម្លៃនៅជាប់ខ្លួនហ្នឹងច្រើនជាងម៉ូតូហ្នឹងទៀតអញ្ចឹងទៅក៏វាយទៅក៏ជ្រុលដៃសម្លាប់រីឯប្អូនប្រុសហ្នឹងគេក៏បានយកកំភ្លើងយកទៅបាញ់ចំក្បាលពោះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់អូស្ដាប់មើលហើយគឺខុសខើខ្លាំងមែនតើហ្មងណានៅពេលដែលគេចាប់ផ្ដើមសម្លេះពីអ្នកបងប្អូននឹងហើយសពតែគេភ្ញាក់ខ្លួនភ័យក៏ចាប់ផ្ដើមយកសាកសពទម្លាក់ទុកនៅក្នុងព្រៃមួយនៅក្នុងខេត្តឈុនបុរីហើយក៏យកម៉ូតូហ្នឹងទៅបំបែកដើម្បីយកទៅលាក់ក្នុងគោលបំណងបំបត្តិផោះតាងហើយក៏រត់គេចខ្លួនទៅខេត្តស្រះកែវអធិស្ឋានបើសិនជាឮសំឡេងភ្លៀងដោយសារតែពេលនេះផ្ទះខ្ញុំភ្លៀងខ្លាំងមែនទែនហើយខ្ញុំអត់អាចឈប់ record បានទេមានតែទៅមុខទៀតសម្រាប់ករណីនេះប្រជាជនថៃជាច្រើនបាននាំគ្នានិយាយថាអញ្ចឹងកុំតន់អាលទៅមើលឃើញប្រទេសគេថាប្រទេសគេនឹងខូខើសាហាវមើលតែប្រទេសខ្លួនឯងសិនទៅបានហើយថាប្រទេសខ្លួនឯងនេះខូខើកម្រិតណាអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ